បន្តពីវគ្គមុនមកបាននិយាយនឹងថាអ្នកដែលបានធ្វើការរត់ចូលនោះគឺគ្មានអ្នកណាគេឆ្ងាយក្រៅពីដារ៉ុងនោះទេដោយដារ៉ុងបានធ្វើការរត់ទឹកគិតនឹងជីងជូបានធ្វើការដកកំភ្លើងខ្លីមួយដើមដើម្បីធ្វើការភ្ជុងទៅលើជីងជូនៅក្នុងគោលបំណងអ្វីមួយយ៉ាងដោយដារ៉ុងបាននិយាយទៅកាន់ជីងជូថាគេពិតជាចំណែនទៅលើដេវីតខ្លាំងមែនទែនដែលជីងជូបានឆ្លាញ់ទៅលើដេវីតលើកនេះគេនឹងដណ្ដើមរបស់គ្រប់យ៉ាងដែលចេញពីដេវីតទាំងអស់ដែលគេបានធ្វើការគំរាមជីងជូដើម្បីដើរឡើងទៅលើផ្ទះនៅក្នុងខណៈពេលនោះយើងក៏បានឃើញបរិសម្នាក់បានឈប់មើលពីលើនឹងដឹងពីរឿងហេតុការណ៍មួយនេះផងដែរដែលគេនោះមានឈ្មោះថាជីងសៀវដែលត្រូវជាប្អូនរបស់ជីងជូនឹងឯងគេបានធ្វើការខលទៅប្រាប់បរិសម្នាក់ដោយបរិសម្នាក់នោះគឺគ្មាននរណាគេនោះទេគឺខលទៅកាន់ដេវីតនឹងឯងគេបានរៀបរាប់រឿងគ្រប់យ៉ាងដែលថាដារ៉ុងបានគំរាមទៅលើបងស្រីរបស់គេដែលមានឈ្មោះថាជីងជូនេះដើម្បីទាមទាររបស់មួយយ៉ាងគេបានធ្វើការលបតាមពីក្រោយដារ៉ុងនិងសង្កេតមើលទៅលើដារ៉ុងថាកំពុងតែធ្វើអ្វីខ្លះទៅលើបងស្រីរបស់គេនិងទាមទារអ្វីចេញពីបងស្រីរបស់គេចំណែកឯដេវីតវិញក្រោយពីទទួលបានព័ត៌មានចេញមកពីជីងសៀវមកគេពិតជាមានអារម្មណ៍ថាភ័យព្រួយទៅលើជីងជូខ្លាំងមែនទែននិងមានអារម្មណ៍ថាខឹងសម្បារទៅលើដារ៉ុងដែលបានធ្វើទង្វើថោកទាបមួយនេះប្រព្រឹត្តទៅលើសង្សាររបស់គេបន្ទាប់ពីបានបិទខលជាមួយនឹងជីងសៀវហើយដេវីតគឺមិនរងចាំយូរនោះទេគេបានធ្វើការខលទៅលើពូរបស់គេដែលពូរបស់គេត្រូវជាមេហ្គេងស្ទ័រមួយប្រចាំក្រុង Face City ដែលមានឈ្មោះថាពូថូមីដែលពូថូមីនេះពិតជាមានអំណាចខ្លាំងមែនទែននៅក្នុងក្រុងគេក៏បានធ្វើការខលហៅគាត់ដើម្បីមកនិយាយគ្នានៅក្នុងផ្ទះរបស់គេសិននិងរៀបគម្រោងការដើម្បីធ្វើការចាត់ការទៅលើដារ៉ុងអស់រយៈពេលកន្លះម៉ោងក្រោយមកយើងក៏សង្កេតមានឃើញឡាន3បានធ្វើការជិះចូលមកកាន់ផ្ទះដេវីតតែម្ដងដោយឡាននេះតាមមើលភិនភាគទៅគឺជាឡាន Gangster ដោយឡាននេះយើងអាចសន្និដ្ឋានបានថាគឺជាឡានរបស់ពូថូមីនឹងឯងដោយឡានពូថូមីបានធ្វើការបើកចូលមកកាន់ផ្ទះដេវីតនិងធ្វើការតម្រៀបដែលមានរបៀបរៀបរយបន្ទាប់មកក៏ធ្វើការចុះពីលើឡានទាំងអស់គ្នាដើម្បីធ្វើការមកនិយាយជាមួយនឹងដេវីតតែម្ដងដោយមិនឲ្យរងចាំយូរដេវីតក៏បានធ្វើការរៀបរាប់តាំងពីដើមតងដែលគេដើរលេងជាមួយនឹងជីងជូនិងការបានជួបគ្នាជាមួយនឹងដារ៉ុងនិងបានប្រព្រឹត្តសកម្មភាពមួយចំនួនប្រព្រឹត្តនៅមុខដារ៉ុងដែលធ្វើឲ្យដារ៉ុងមានភាពចំណែនហើយនឹងបានធ្វើការទៅចាប់ចម្រិតទៅលើជីងជូគេក៏បាននិយាយទាំងពោពេញទៅដោយទឹកភ្នែកនៅក្នុងភ្នែករបស់គេដោយសារតែគេភ័យព្រួយទៅលើសុខសុវត្ថិភាពរបស់ជីងជូពេកក្រោយពីបានស្ដាប់រឿងដែលថាដេវីតបាននិយាយហើយប៊ូថូមីក៏ចាប់ផ្ដើមមានអារម្មណ៍ថាខឹងសម្បារទៅលើដារ៉ុងផងដែរដែលបានធ្វើបាបទៅលើសង្សាររបស់ក្មួយគាត់បាននិយាយទៅកាន់ដេវីតថាឯងកុំភ័យអីកាលណាយើងនៅទីនេះហើយគ្មានអ្នកណាហ៊ានប៉ះពាល់សង្សាររបស់ឯងនោះទេអាក្មួយយើងគឺជាមេហ្គេងមួយនៅក្នុងក្រុង Flex City ទាំងមូលគ្រាន់តែរឿងប៉ុណ្ណឹងបើយើងដោះស្រាយមិនបានយើងមិនមែនជាពូរបស់ឯងនោះទេគ្រាន់តែជាក្តឹបមនុស្សដែលទឹមតែកើតឡើងមួយនេះយើងអាចដោះស្រាយវាយ៉ាងស្រួលឯងកុំភ័យអីយើងនឹងធ្វើការជួយឯងអាក្មួយសម្លាញ់ពូមានតែក្មួយឯងម្នាក់ពូនឹងធ្វើការជួយឯងអស់ពីសមត្ថភាពរបស់ពូនឹងធ្វើអ្វីដែលពូអាចធ្វើបានបន្ទាប់ពីលើពាក្យសម្ដីដែលចេញមកពីមាត់ពូរបស់គេបែបនេះហើយដេវីតពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនទែនដែលបានពូដ៏មហាសែនល្អបែបនេះហើយគេក៏បានធ្វើការថ្លែងអំណរគុណទៅដល់ពូរបស់គេទុកជាមុនដែលបានធ្វើការសម្របសម្រួលនិងធ្វើការមកជួយគេនៅក្នុងគណៈពេលនេះបន្តមកទៀតគេក៏បានបំពួលពូរបស់គេនិងក្រុមការងាររបស់ពូរបស់គេដើម្បីធ្វើការឡើងឡានទៅផ្ទះជីងជូតែម្ដងឡានក៏ចាប់ផ្ដើមធ្វើដំណើរទៅដោយធ្វើការតម្រៀបទៅជាជួរឡានទាំង3នេះបើយើងសង្កេតមើលទៅវាពិតជាមានអារម្មណ៍ថាលយខ្លាំងមែនទែនដោយសារតែការចេញដំណើរមួយនេះគឺដូចជាការដង្ហែក្បួនមួយដ៏អស្ចារ្យពីសំណាក់មេ Gangster ដ៏មហាសែនមានឥទ្ធិពលនៅក្នុងក្រុង Flex City តែម្ដងក្រោយពីចំណាយពេលអស់រយៈពេល1ម៉ោងក្រោយមកឡានទាំងអស់នេះក៏បានធ្វើការធ្វើដំណើរទៅដល់ផ្ទះរបស់ជីងជូតែម្ដងក្រោយពីបានតម្រៀបឡានយ៉ាងមានរបៀបរៀបរយហើយក្រុមរបស់ពូថូមីជាមួយនឹងដេវីតក៏បានធ្វើការរត់ឡើងទៅលើផ្ទះរបស់ជីងជូតែម្ដងបើយើងក៏លេចមកមើលហេតុការណ៍ដែលកំពុងកើតឡើងនៅខាងលើវិញយើងបានឃើញថាដារ៉ុងកំពុងធ្វើការភ្ជុងទៅលើជីងជូដើម្បីឲ្យជីងជូធ្វើការស្រាបសម្លៀកបំពាក់របស់នាងតែម្ដងនៅក្នុងគោលបំណងហូបចុកទៅលើជីងជូមុនពេលដែលដេវីតបានធ្វើការហូបចុកទៅលើជីងជូដោយជីងជូនៅក្នុងគណៈពេលនោះពិតជាមានភាពអាម៉ាស់ខ្លាំងមែនទែនដោយនាងធ្វើការត្រូវក៏បង្ខំចិត្តឲ្យដោះសម្លៀកបំពាក់ទាំងអស់ដែលនៅជាប់ខ្លួនរបស់នាងដើម្បីបំពេញតណ្ហារបស់ដារ៉ុងណៃឯក្រុមរបស់ដេវីតជាមួយនឹងពូថូមីវិញបានធ្វើការរត់បុកសម្រុកចូលដើម្បីធ្វើការទៅជួយជីងជូនៅក្នុងគណៈពេលនោះតែម្ដងរីឯដារ៉ុងវិញបានធ្វើការភ្ជុងទៅលើជីងជូចំណែកឯជីងជូកាលណាបើឃើញសង្សាររបស់ខ្លួនបាននាំគ្នាមកជួយក្នុងគណៈពេលនេះហើយនាងគឺមិនគិតច្រើននោះទេនាងក៏សម្រេចចិត្តរត់ទៅរកដេវីតតែម្ដងដោយសារតែមានភាពនឹករលឹកនិងមានភាពភ័យខ្លាចផងនាងបានធ្វើការរត់ទៅពួនទៅខាងក្រោយក្រុមរបស់ដេវីតតែម្ដងចំណែកឯដេវីតក៏បានធ្វើការនិយាយទៅកាន់ដារ៉ុងថាយើងមិននឹកស្មានតែឯងធ្វើជាពួកម៉ាក់នឹងយើងហើយឯងបានធ្វើចរិតថោកទាបមួយនោះទេយើងមិននឹកស្មានតែមិត្តភក្តិដែលយើងខំស្រឡាញ់បានធ្វើចរិតថោកទាបមួយនេះទេយើងនឹងធ្វើការលើកគ្នាយើងដើម្បីធ្វើការវាយទៅលើឯងថ្ងៃនេះហើយតែឯងមិនខ្លាចសេចក្តីស្លាប់ទេដារ៉ុងណៃឯដារ៉ុងវិញគឺឈរយ៉ាងគ្មានភាពភ័យខ្លាចនោះទេដោយគេបានធ្វើការខលហៅគ្នារបស់គេដែលបានធ្វើការបំរុងទុកនៅទីនេះស្រាប់ដើម្បីធ្វើការឲ្យគេចុះមកជួយតែម្ដងដោយសារតែគេបានដឹងមុនហើយថាដេវីតនឹងធ្វើការលើកគ្នាដើម្បីមករករឿងគេនៅក្នុងគណៈពេលនោះយើងក៏បានឃើញគ្នារបស់ដារ៉ុងយ៉ាងច្រើនបានធ្វើការដើរចុះមកយ៉ាងសន្សំដោយមានទាំងប្រុសមានទាំងស្រីប្រដាប់ទៅដោយអាវុធជាដាវបានធ្វើការចុះមកដោយមានអំណាចខ្លាំងមែនទែនដោយគ្រាន់តែមើលទៅគឺយើងអាចដឹងបានថាក្រុមរបស់ដារ៉ុងជាមួយនឹងក្រុមរបស់ដេវីតគឺមិនខុសគ្នាប្រមាណទេសមាជិកនីមួយៗពោពេញទៅដោយកាំបិតនិងអាវុធគ្រប់ដៃ